បាទស្វាគមន៍មកកាន់ Channel ពពកក្រហមថ្ងៃនេះដែរពពកក្រហមនាំរឿងដ៏ពៅព្រួចជូនប្រិមិត្តស្ដាប់ដែលរឿងនេះកើតឡើងកាលពី20ឆ្នាំមុនក្នុងអំឡុងឆ្នាំ2005ហើយរឿងនេះដែរគឺជារឿងរបស់ក្រុមគ្រួសារបងប្អូនជីដូនមួយរបស់ខ្ញុំផ្ទាល់ហើយរឿងនេះគឺជារឿងពិតដែលបានកើតឡើងកាលពី20ឆ្នាំមុនជាបន្តទៅនេះសូមប្រិមិត្តស្ដាប់ដូចទៅកុំឲ្យខាតពេលវេលាយូរបាទជាដំបូងក្រុមគ្រួសារបងស្រីជីដូនមួយខ្ញុំទីលំនៅនិងស្រុកកំណើតគឺនៅក្នុងខេត្តកំពង់ចាមដោយជីវភាពខ្វះខាតនៅក្នុងអំឡុងឆ្នាំ2005ពួកបងប្អូនជីដូនមួយរបស់ខ្ញុំទាំងអ៊ំស្រីនិងអ៊ំប្រុសបានផ្លាស់ទីលំនៅពីខេត្តកំពង់ចាមទៅនៅខេត្តបន្ទាយមានជ័យបាទកាលនោះដែរបងស្រីទី3របស់ខ្ញុំជាបងជីដូនមួយគាត់កំពុងតែពេញវ័យហើយកាលនោះគាត់ដូចជាអាយុ18ឆ្នាំ19ឆ្នាំដែរក៏បានផ្លាស់ទីលំនៅទៅក្នុងខេត្តបន្ទាយមានជ័យដោយសារតែរូបសម្បត្តិរបស់បងស្រីខ្ញុំស្អាតនិយាយទៅស្អាតយើងចេញទៅខាងបងស្រីខ្ញុំគាត់ស្អាតដែរហើយកាលនោះមានបងកំឡោះជាច្រើនអ្នកដែលបានតាមចែចង់គ្រាន់តែឃើញអញ្ចឹងមកញ៉ែជារៀងរាល់ថ្ងៃអញ្ចឹងទៅហើយពីមួយទៅមួយញ៉ែរហូតហើយក៏នៅក្នុងភូមិនោះក៏មានកំឡោះម្នាក់ដែលឈ្មោះថាបងរ៉ាគឺជាក្មេងប្រុសនៅក្នុងសម័យកាលនោះគាត់ជាក្មេងប្រុសដែលសុភាពហើយនឹងឧស្សាហ៍គាត់ព្យាយាមណាស់គាត់នៅក្នុងភូមិមួយនៅក្នុងខេត្តបន្ទាយមានជ័យហើយគាត់មិនសូវជានិយាយស្ដីអីច្រើនទេប៉ុន្តែសម្រាប់គាត់គឺចូលចិត្តច្រៀងបាទគាត់ច្រៀងពីរោះណាស់កាលនោះគាត់ច្រៀងបទខាងលោកតាស៊ីនស៊ីសមុទ្រអីហ្នឹងបងស្រីខ្ញុំឮគាត់ថាម្នាក់នោះច្រៀងពីរោះណាស់ដោយសារតែវ័យកាលនោះគាត់ពេញវ័យរៀងខ្លួនហើយបងខាងបងរ៉ាក៏បានឃើញបងឌីណាបងស្រីរបស់ខ្ញុំហ្នឹងគាត់ឈ្មោះឌីណាអញ្ចឹងណាហើយជារៀងរាល់ថ្ងៃនៅពេលដែលឃើញអញ្ចឹងទៅខាងបងរ៉ាគាត់តាមស្រឡាញ់គាត់តាមញ៉ែអញ្ចឹងណាគាត់តាមញ៉ែអស់រយៈពេលច្រើនខែដែរកាលនឹងតាំងពីផ្លាស់ទីលំនៅប្រហែលជាមួយឆ្នាំហើយពួកគាត់ហ្នឹងបានទៅធ្វើការជាមួយគ្នាកាលនឹងដូចជាទៅខាងប្រទេសជិតខាងហ្នឹងឆ្លងដែនប៉ុន្តែគ្រាន់តែការឆ្លងដែនហ្នឹងទៅធ្វើការពីព្រឹកវិលវិញល្ងាចទេហើយពួកគាត់ហ្នឹងការងារដែលគាត់ធ្វើការនោះដូចជាទៅកាប់អំពៅអញ្ចឹងទៅហើយក៏មានការធ្វើស្រែធ្វើអីខាងប្រទេសថៃដែលជាប់ព្រំដែននៅខាងខេត្តបន្ទាយមានជ័យហ្នឹងណាហើយការធ្វើការរបស់គាត់ភាគច្រើនឲ្យទៅញ៉ាំបាយថ្ងៃញ៉ាំអីអញ្ចឹងទៅបងរ៉ានោះគាត់មានម្ហូបមានអីអញ្ចឹងគាត់ចូលចិត្តមកញ៉ាំតែក្បែរបងជីដូនមួយរបស់ខ្ញុំឯងដោយសារគាត់ញ៉ែគាត់ស្រឡាញ់អញ្ចឹងណាគាត់ផ្ដោះផ្ដងសម្ដីគាត់បាននិយាយញ៉ែគ្នាអីចឹងទៅបាទកាលនោះយើងអត់ដឹងដែរហើយដោយសារតែកាលនោះខ្ញុំក៏ជំទង់ដែរបាទហើយខ្ញុំនៅរៀនហើយរយៈពេលមួយឆ្នាំដូចជាមួយឆ្នាំហើយគាត់ខាងបងរ៉ានោះសារភាពស្រឡាញ់បងស្រីខ្ញុំក៏ឲ្យខាងឪពុកម្ដាយរបស់គាត់ហ្នឹងមកចូលស្ដីដណ្ដឹងបងស្រីជីដូនមួយខ្ញុំហើយដោយសារតែបងស្រីជីដូនមួយខ្ញុំនេះគាត់ពេញចិត្តទៅលើបងរ៉ាដែរអញ្ចឹងក៏ខាងអ៊ំស្រីអ៊ំប្រុសហ្នឹងក៏យល់ព្រមឲ្យគាត់ទាំងពីរនាក់ហ្នឹងចាប់យកគ្នាជាប្តីប្រពន្ធតែកាលនោះដូចជាអត់មានកម្មពិធីការអីច្រើនទេដូចជាការតាមភូមិតូចតាចអីចឹងមិនដូចសម័យនេះទេអញ្ចឹងណាហើយការដែលគាត់បានគ្នាជាប្តីប្រពន្ធហើយគាត់ស្រឡាញ់ណាស់បងរ៉ានោះស្រឡាញ់បងស្រីខ្ញុំណាស់ហើយក្នុងភូមិខ្ញុំអាចនិយាយបានថាបងស្រីខ្ញុំជាស្រីស្អាតម្នាក់ដែរសម័យនោះស្អាតព្រោះគាត់សយើងអ្នកខាងខេត្តកំពង់ចាមធម្មតាគាត់កាត់ចិនអញ្ចឹងណាកាលហ្នឹងកាត់ចិនហើយគាត់បានការជាមួយគ្នារស់នៅជាមួយគ្នាអស់រយៈពេលដូចជាកន្លះឆ្នាំចាប់ដើមកន្លះឆ្នាំក្រោយមកដូចជាបងស្រីជីដូនមួយខ្ញុំគាត់ចាប់ដើមមានទម្ងន់ដំបូងណាបាទហើយការនោះសេដ្ឋកិច្ចពិបាកខ្លាំងមែនទែនហើយការងារដែលនៅជាប់នៅព្រំដែនក៏អត់មានការងារបងស្រីហើយនឹងបងថ្លៃជីដូនមួយខ្ញុំ
ក៏បានសម្រេចចិត្តទៅធ្វើការឆ្លងដែនកាលនោះឆ្លងដែនសម័យនោះយើងអត់មានឯកសារអីត្រឹមត្រូវទេអញ្ចឹងណាហើយបើតាមជាក់ស្ដែងគាត់ចូលទៅឆ្លងដែនទៅធ្វើការនៅក្នុងរោងចក្រមួយដូចជារោងចក្រដើមកាសាប៉ុន្តែដោយការនោះទៅធ្វើរយៈពេល5-6 ខែដែរតែតកែខាងហ្នឹងអត់ព្រមបើកប្រាក់ខែជូនពួកគាត់ទេអញ្ចឹងអាជីវភាពក៏មិនបានផ្ញើលុយមកផ្ទះហើយនៅធ្វើការនោះក៏អត់មានលុយទិញម្ហូបអីញ៉ាំទាំងក្រុមការងារគាត់ទាំងអស់មានច្រើនដែរគាត់ទៅជុំគ្នាកាលហ្នឹងក៏សំណុំគ្នាហ្នឹងសម្រេចចិត្តបាទសម្រេចចិត្តហ្នឹងបានន័យថាសម្រេចចិត្តលួចចេញពីតកែហ្នឹងបានន័យថាគាត់លួចរត់ណាលួចរត់ពីតកែហ្នឹងទៅដើម្បីទៅធ្វើការនៅកន្លែងផ្សេងអញ្ចឹងការដែលគាត់ដាក់ផែនការហ្នឹងគឺមុនគាត់ឈប់ប្រហែលជាមួយសប្តាហ៍7ថ្ងៃដែរដើម្បីណាត់គ្នាទាំងអស់ដើម្បីដើរចេញពេលយប់កាលហ្នឹងគឺធ្វើដំណើរថ្មើរជើងទេអញ្ចឹងណាហើយថ្ងៃនោះក៏មកដល់ថ្ងៃដែលគាត់ត្រូវចាកចេញពីតកែហ្នឹងដែលលួចរត់គាត់បានរៀបចំសម្ភារៈរៀងខ្លួនមកកាបូបម្នាក់ស្ពាយពីខ្នងទៅដើម្បីទៅរកកន្លែងតកែថ្មីឲ្យចេញពីកន្លែងតកែចាស់ដោយសារតែការហូបចុកក៏ខ្វះខាតកាលនោះបាននាំគ្នារត់ចេញដោយសារតែអត់មានចំណូលអត់មានប្រាក់ខែបាទហើយការធ្វើដំណើរនេះគឺគាត់ដើរក្នុងដូចជានាំគ្នារត់គេចម៉ោង10យប់ដែរជាក់ស្ដែងហើយនឹងគឺជាគាត់ម៉ោង10យប់គាត់នាំគ្នាចេញពីតកែហ្នឹងទៅបាទរឿងនេះគឺជារឿងដែលខ្ញុំនឹកឃើញហើយគឺមានអារម្មណ៍ថាសោកស្ដាយណាស់ចំពោះបងស្រីជីដូនមួយរបស់ខ្ញុំយប់ដែលថ្ងៃដែលគាត់នាំគ្នារត់គេចពីតកែចាស់ទៅរកទីតាំងថ្មីនោះគាត់បានដើរកាត់ព្រៃចឹងណាដូចជាមានព្រៃតលងមានព្រៃមានចកាតលងចកាអំពៅអីចឹងទៅបាទហើយកាលនោះដែរមានទាំងចាស់ទាំងក្មេងណាហើយកាលនោះបងស្រីរបស់ខ្ញុំគាត់មានទម្ងន់6ខែ7ខែហើយកាលហ្នឹងហើយក៏ដើរកាត់ព្រៃទៅបាទដើរបានចំនួនប្រហែលជា 2-3 គីឡូដីដែររៀងយប់ដើរដល់ម៉ោងប្រហែលជា1 ដល់ 2យប់ហើយក៏ដើររៀងព្រោះផ្លូវពិបាកដើរពេលយប់ផ្លូវពិបាកស្រាប់តែពេលដើរទៅកាលហ្នឹងដើរមនុស្សពោះធំដូចដឹងស្រាប់ចាស់បុរាណគាត់តែងតែនិយាយថាស្ត្រីដែលមានពោះពងអីចឹងទៅសត្វអាសេរពឹសដូចជាពោះដូចជាអីចឹងអត់វាទនាទេដែលភាសាខ្មែរគេហៅថាបាក់អតេះបាទហើយកាលហ្នឹងរឿងហ្នឹងហើយដើរទៅទាំងអស់ព្រោះអីមនុស្សពោះធំហើយកូនដំបងពេលដើរទៅកាលហ្នឹងមានពោះគេហៅថាពោះសកាចាស់ពោះសកាចាស់ហ្នឹងបាក់អាទៀសវាទនាអត់រួចទេនៅកំណាត់ផ្លូវដើរហ្មងណាហើយបងស្រីខ្ញុំគាត់ដើរពីក្រោយប្តីដោយសារអីប្តីគាត់ដើរមុនហើយចឹងអ្នកផ្សេងនោះគាត់ដើរទៅមុខក៏ហើយអ្នកទាំងអស់ដែលគាត់ដើរហ្នឹងគឺគាត់ដើរហ្មងគាត់ដើរទៅគឺអត់មានអ្នកណាគេជន់ពោះហ្នឹងទេអញ្ចឹងណាអត់មានអ្នកជន់ពោះទេប៉ុន្តែបងស្រីរបស់ខ្ញុំដើរពីក្រោយនេះយកជើងទៅជន់ពោះហ្នឹងទៅពោះសកាចាស់ហ្នឹងក៏លោតមកចឹកលើជើងរបស់គាត់បាទហើយលោតចឹកហើយកាលនោះដោយសារតែអត់មានយើងចូលទៅក្នុងឆ្លងដែនវាពិបាកហើយណាមួយយប់អត់ត្រៀតហើយអ្នកដែលទៅជាមួយគ្នាហ្នឹងគឺសតអត់មានអ្នកចេះថ្នាំចេះស្ដោះរឿងពោះចឹកពោះអីទេហើយក៏បងថ្លៃរបស់ខ្ញុំហ្នឹងគាត់គ្រាន់តែឃើញប្រពន្ធពោះចឹកភ្លាមគាត់ក៏យកប្រពន្ធមកចងយកអាកសែងដែលបងកហ្នឹងមកចងជើងកន្លែងពោះប៉ុន្តែដោយសារតែវាមានការពិបាកនៅក្នុងព្រៃទាំងអស់គ្នាគឺអត់មាននរណាទៅណាទៀតទេបានថាសម្រាប់នៅកន្លែងព្រៃនឹងតែម្ដងព្រោះអីដោយសារអត់ទៅណាអត់រួញព្រោះយើងចូលទៅក្នុងទឹកដីខាងស្រុកគេទាំងយើងចូលទាំងខុសច្បាប់កាលហ្នឹងណាអញ្ចឹងខុសច្បាប់ហើយធម្មតាពោះវាមានពោះសកាចាស់នេះពឹសខ្លាំងណាស់ហើយគាត់ជាស្ត្រីមានកទៀតហើយកាលនោះដល់ម៉ោងប្រហែលជា4ភ្លឺបានន័យថាគាត់ទ្រាំមកគាត់ចុកចាប់គាត់ឈឺគាត់យំទ្រាំពី3ម៉ោងអត់ហ៊ានទៅណាទេហើយបងរ៉ានោះក៏យំបងថ្លៃរបស់ខ្ញុំណាយំអត់ដឹងថាធ្វើអីគិតអីលេងចេញដឹងតែយំមួយគាត់ហើយបងស្រីខ្ញុំក៏គាត់យំដែរ
ហើយការនោះអត់មានអ្នកណាអាចជួយបានទេស្រាប់ដល់ម៉ោង5ភ្លឺបងស្រីខ្ញុំគាត់ទ្រាំលែងបានក៏ដាច់ខ្យល់ភ្លាមហើយឡើងស្វាយមុខឡើងស្វាយឡើងខៀវអស់ហើយកន្លែងជើងពីពោះសកាចាស់នេះពិតជាខ្លាំងមែនរាដាពេញខ្លួនរបស់គាត់ជ្រាបដោះបេះដូងហើយគាត់ក៏បានស្លាប់ទាំងពីរទាំងម្ដាយទាំងកូនអីចឹងទៅហើយនៅពេលនោះបងថ្លៃរបស់ខ្ញុំនោះគាត់យំមែនតែនហើយព្រឹកឡើងមិនដឹងទៅណាទេអញ្ចឹងណាហើយណាមួយឆ្លងដែននេះឆ្ងាយមិនឆ្ងាយប្រហែលទេនៅខេត្តស្រះកែវរបស់ប្រទេសថៃដែរហើយកាលហ្នឹងព្រឹកឡើងហ្នឹងគាត់នាំគ្នាទៅរកប៉ូលីសខាងសមត្ថកិច្ចថៃហ្នឹងដើម្បីឲ្យជួយដឹកសពគាត់ហ្នឹងមកខាងខ្មែរវិញប៉ុន្តែដោយសារតែឯកសារពិបាកស្នើសុំទីមួយយើងអត់មានឯកសារឆ្លងដែនត្រឹមត្រូវអញ្ចឹងគេពជាពេលគ្រាន់តែការដឹកសពរបស់គាត់នឹងកយទុកចោលរយៈពេល3ថ្ងៃរហូតដល់គាត់សាកសពនឹងហើមស្អុយហើយបងថ្លៃរបស់ខ្ញុំដត់ដឹងធ្វើអីទេគិតតែពីយំព្រោះស្រឡាញ់ពេញស្រឡាញ់ប្រពន្ធនិងស្រឡាញ់កូនខ្លាំងមែនតើហើយរឿងនេះដែរយើងគិតទៅកំសត់ណាស់កំសត់បងស្រីរបស់ខ្ញុំគាត់កំសត់ណាស់ហើយស្រឡាញ់កូនណាកាលហ្នឹងហើយក៏បានខាងពេទ្យថៃហ្នឹងក៏បានយកឡានសារ៉ែនហ្នឹងដឹកសាកសពគាត់ធំមកដល់សះកែវចិត្តច្រកប៉ោយប៉ែតហ្នឹងកាលហ្នឹងណាដោយសារតែសភាពសាកសពរបស់គាត់ហើមហើយក៏ធំក្លិនអញ្ចឹងអាចដឹកចេញមកបានទេហើយក្រុមគ្រួសារដែលខាងបងថ្លៃខ្ញុំតាក់តងពិបាកណាស់កាលនោះយើងអត់មានទូរស័ព្ទអីទំនើបដើម្បីតាក់តងគ្នាទេអញ្ចឹងណាហើយបងថ្លៃខ្ញុំក៏សម្រេចចិត្តបូជាបងស្រីជីដូនមួយខ្ញុំនៅវត្តស្រះកែវតែអ្វីដែលគួរឲ្យរន្ធត់ខ្លាំងបំផុតដែលការបូជាសពដែលស្ត្រីមានផ្ទៃពោះជាធម្មតាតាមអាចារ្យបុរាណគេត្រូវតែវះយកកូនចេញប៉ុន្តែខាងថៃគេអត់ចឹងទេគេគិតថាយើងគ្រាន់តែជាសាកសពប្រជាជនខ្មែរក៏បូជាទាំងមិនបានធ្វើអីទាំងអស់ដុតទៅនៅពេលដែលដុតហើយនេះដំណឹងសោះសាយបានន័យថាការដែលគាត់ស្លាប់នេះតតែ3 4 5ថ្ងៃបានដឹងមកដល់ក្នុងភូមិអញ្ចឹងណាដល់ក្នុងភូមិមួយស្លុតចិត្តទាំងខាងបងប្អូនទាំងអស់របស់បងស្រីជីដូនមួយខ្ញុំអ៊ំស្រីខ្ញុំអ៊ំប្រុសខ្ញុំគាត់ស្លុតចិត្តមែនតែនហើយយំទាំងគ្រួសារដោយសាកសពរបស់កូនក៏មិនបានយកមកធ្វើបុណ្យនៅក្នុងភូមិហើយបានត្រឹមតែយកធាតុយកមកដាក់នៅក្នុងវត្តនៅជិតផ្ទះវិញហើយចាប់បន្តពីថ្ងៃបូជានឹងមកធម្មតាអ្នកភូមិអត់ទាន់ដឹងទាំងអស់ទេពីព្រោះសម័យកាលនោះមានបងស្រីជីដូនមួយខ្ញុំទៀតគាត់ធ្វើការនៅឆ្លងដែនទៅដែរអញ្ចឹងមួយខែពីរខែបានមកហើយអ្នកភូមិមួយចំនួនធំឆ្លងដែនមួយខែពីរខែបានត្រឡប់មកវិញអញ្ចឹងកាលនោះអត់មានទូរស័ព្ទអីទេរ៉ាយរ៉ាប់ច្រើនទេបាទហើយផ្ទះបងស្រីរបស់ខ្ញុំនេះគាត់នៅរៀងនៅក្រោយភូមិបន្តិចបាទណាគាត់ទៅក្រោយគាត់រៀងនៅឆ្ងាយពីគេពីអ្នកប្តីប្រពន្ធគាត់ហ្នឹងហើយសាប់តែពេលរឿងហ្នឹងវាឆាប់ផ្ដើមកើតឡើងបាទកាលហ្នឹងដែរបងស្រីហើយនឹងអ្នកភូមិដែលមកពីធ្វើការនៅថៃវិញបែរជាប្រហែលខែមកគាត់ទៅ3ខែតែអត់ដឹងដំណឹងឯកាលហ្នឹងបងស្រីខ្ញុំទើបតែស្លាប់បានប្រហែលជា10ថ្ងៃគាត់ចូលក្នុងភូមិវិញហើយចូលមកភ្លាមគាត់មកដល់ល្ងាចហើយកន្លែងដែលយើងកាលនោះយើងប្រើទឹកគេប្រើទឹកគេប្រើជាទឹកស្រះរួមរបស់ភូមិអីចឹងទៅយីអត់មានដងអត់មានអីទេហើយពួកគាត់នោះមកពីថៃមកក្រុមគ្នាគាត់ប្រហែលជា7 8នាក់ល្ងាចឡើងហ្នឹងអាស្រះទឹកហ្នឹងត្រូវដើរកាត់ផ្ទះបងស្រីខ្ញុំហ្នឹងស្រាប់តែពេលបងស្រីចដូនមួយខ្ញុំនៅក្នុងហ្នឹងដែរមួយទៀតណាហ្នឹងបងស្រីចដូនមួយផ្សេងទៀតពេលគាត់ដើរទៅពួកគាត់អត់មានអ្នកណាដឹងថាបងស្រីខ្ញុំហ្នឹងគាត់ស្លាប់ទេស្រាប់តែពេលគាត់ដើរទៅដល់ផ្ទះបងស្រីចដូនមួយចៃឌីណាហ្នឹងស្រាប់តែគាត់ដើរទៅដល់មនុស្សធម្មតាពួកគាត់អត់ដឹងទេហើយអ្នករាប់អានអ្នកភូមិមួយគ្នាចៃឌីណាហ្នឹងហើយចៃឌីណាហ្នឹងបងស្រីដែលខ្ញុំស្លាប់ហ្នឹងណាគាត់ដើរចេញពីក្នុងផ្ទះស្រាប់តែគាត់ដើរចេញពីក្នុងផ្ទះមកគាត់ហៅអ្នកដែលមកពីថៃទាំងអស់ហ្នឹងគេថាអូបង
មួយសួរបងមកវិញបងមកពីធ្វើការគាត់សួរយើងធម្មតាអញ្ចឹងបាទហើយខាងបងទាំងអស់7 8នាក់ដែលទៅមកគាត់ឆ្លើយនិយាយមួយគ្នាធម្មតាដោយសារតែគាត់អត់ដឹងអញ្ចឹងណារឿងហ្នឹងគាត់អត់ដឹងទេព្រោះរឿងហ្នឹងវាកើតឡើងមុនក្រោយគ្នាតែ4 10ថ្ងៃអញ្ចឹងគាត់មកវិញហើយស្រាប់តែពេលពួកគាត់មួយទឹកមួយអីហើយក៏ដើរមកវិញក៏ឃើញផ្ទះបិទហើយផ្ទះសិតតែពីងពីងតែគាត់អត់ឆ្ងល់ទេពីព្រោះគាត់អត់ឆ្ងល់ព្រោះអីគាត់អត់ដឹងអញ្ចឹងណាហើយគ្នាគាត់ប្រមាណ7 8នាក់ហើយបងជដូនមួយខ្ញុំនោះមកដល់ផ្ទះគាត់ប្រាប់សួរម្ដាយមីងខ្ញុំហើយគេសួរថាចៃឌីណាឥឡូវនៅតែឯងហ៎ម៉ែហើយចៃឌីណាហើយចុះអង្រាទៅណាបាត់អីនិយាយសួរបងថ្លៃខ្ញុំអញ្ចឹងគ្រាន់តែម្ដាយមីងខ្ញុំឮគាត់សួរអញ្ចឹងគាត់ស្ងាក់ចិត្តភ្លាមហ្មងព្រោះអីគាត់អត់ដឹងគាត់អត់បងស្រីខ្ញុំអត់តាន់ដឹងតែពេលហើយម្ដាយមីងខ្ញុំអត់តាន់មាត់ទេដោយសារអីវាយប់ហើយអត់ហ៊ាននិយាយអីទាំងអស់អញ្ចឹងហើយអ្នកភូមិប្រហែលអ្នក7 8អ្នកហ្នឹងចៃដន្យថ្ងៃហ្នឹងពួកគាត់មកស្នាក់នៅផ្ទះរបស់ម្ដាយមីងខ្ញុំទាំងអស់គាត់មកនៅជុំគ្នាគេងហ្នឹងសិនណាហើយម្ដាយមីងខ្ញុំអត់មាននិយាយទេប៉ុន្តែគាត់ធ្វើទឹកមុខភ័យស្លន់ស្លោអីចឹងណាខាងបងចដូនមួយខ្ញុំបងស្រីគាត់សួរថាម៉ែធ្វើស្លន់ស្លោអីគេហើយតែបងស្រីចដូនមួយខ្ញុំសួរម្ដាយខ្ញុំថាម៉ែឯងចៃឌីណាគាត់ទៅងន់ប្រហែលខែហើយម៉ែខ្ញុំម្ដាយមីងខ្ញុំធ្វើមុខឡងស្វាយអត់ហ៊ាននិយាយអីទាំងអស់ចាហ្នឹងអត់ហ៊ាននិយាយទេហើយគាត់និយាយថា6 ខែ6 ខែ6 ខែហើយបងស្រីខ្ញុំថាហៅគាត់មកអង្គុយលេងនេះយប់អីបើអត់ឃើញមង្រាននៅផ្ទះតែពេលម្ដាយមីងថាបាច់ទេបាច់ទៅហៅអីទេយប់ហើយឲ្យវាដេកទៅវាយប់ហើយអញ្ចឹងណាស្រាប់តែពេលដល់យប់ហ្នឹងក៏នាំគ្នាសម្រាកគេងលក់អស់ទៅអត់តន់មានព្រឹត្តិការណ៍អីដែលកើតឡើងខ្លាំងទេថ្ងៃហ្នឹងណាព្រោះថ្ងៃហ្នឹងជាថ្ងៃដែលគាត់ចាប់ដើមចេញលងដំបងអញ្ចឹងអត់តន់មានអ្នកដឹងទេហើយតែពេលស្អែកឡើងម៉ោងព្រឹកហើយយើងហូបបាយថ្ងៃម៉ោង11 12ហ្នឹងណាម្ដាយមីងខ្ញុំក៏ហៅពួកគាត់ទាំងអស់ហ្នឹងមកប្រាប់គាត់ថាមីឌីណាងាប់បាត់ហើយវាងាប់ពោះចឹកដូចជា10 ថ្ងៃទៅបូជាបានប្រហែលថ្ងៃនេះទេស្រាប់តែពេលពួកគាត់7 8នាក់ដែលមកជាមួយគ្នាហ្នឹងហើយបងស្រីខ្ញុំហ្នឹងយំនាំគ្នាយំហ្មងយំហើយមុខឡើងស្វាយស្លាប់អស់ពី2នាក់ដោយសារតែអីព្រោះគាត់មិនមែនលងតែម្នាក់បានន័យថាគាត់មកលងស្រស់តែគាត់លងបែបមនុស្សធម្មតាបែបអត់មានអីទេក៏អត់មានធ្វើអីប៉ុន្តែពួកគាត់ភ័យនាំគ្នាភ័យយំអីយ៉ាងទៅហើយប៉ុន្តែនៅកាលនោះយើងអត់មានត្រូវអាចារ្យទេគ្រាន់តែឲ្យសម្រាប់ទៅដឹងខ្លួនស្រាប់តែដឹងខ្លួនមកវិញញ័រហើយចាប់ពីយប់នឹងមកអាការរឿងដែលកើតឡើងគឺច្រើនមែនតើបានន័យថាអ្នកភូមិណាក៏ដោយឲ្យតដើរកាត់នៅចិត្តផ្ទះបងស្រីខ្ញុំនោះគឺគាត់ឡងតែឡងលើកក្រោយហ្នឹងគឺឡងសាហាវហ្មងបានន័យថាឡងជាងពេលកូនយំផងអីផងអ្នកភូមិភ័យខ្លាចណាអ្នកភូមិភ័យខ្លាចមែនតើរហូតដល់ម្នាក់អត់ដៃហ៊ានដើរកាត់ផ្ទះនឹងពេលថ្ងៃសំបីតែម៉ោង12ថ្ងៃក៏អត់ហ៊ានដែរហើយអារឿងនេះឡងប៉ះពូមេភូមិមួយនៅក្នុងហ្នឹងគាត់ចាស់ហើយអញ្ចឹងណាឡងគាត់ហើយគាត់ហ្នឹងក៏អត់ដឹងដែរគាត់អត់ដឹងព្រោះព័ត៌មានកាលនោះអត់ច្បាស់គាត់ក៏ដើរទៅសួរបងផ្ទះចៃឌីណាហ្នឹងថាសួរបងថ្លៃខ្ញុំហ្នឹងទៅណាហើយអីហើយអញ្ចឹងណាដោយសារឃើញនៅម្នាក់ឯងទៅសួរព័ត៌មានស្រាប់តែពេលសួរព័ត៌មានឡើងគាត់ឆ្លើយយូរទៅគាត់យំទៅលេងមកសធុឃើញចូលពោះគាត់ធំគាត់ដើរចូលទៅដល់ក្នុងផ្ទះលេងទៅ3 កូនចេញមកគាត់ថាគាត់កើតកូនមេភូមិភ័យទៅរកហៅគេជួយបានន័យថាសុកគាត់កើតកូនមកភ្លាមរឿងនឹងវាអត់គួរហ្មងបានន័យថាខ្មោចអត់តាន់បានសម្រាកូនអញ្ចឹងណាស្រាប់តែពេលមេភូមិដើរទៅហៅគេជួយស្រាប់តែទៅដល់អ្នកគេដឹងគេថានេះណាងាប់4 10ថ្ងៃទេតាអមេភូមិដឹងអមេភូមិភ័យផងអីផងគាត់ចាស់ហើយប៉ុន្តែគាត់អត់នឹកស្មានដល់ឡងសាហាវដល់ថ្នាក់នឹងពេកឡងខ្លាំងមែនតើស្រាប់តែពេលអមេភូមិដល់ណាត់លឹងចឹងពុបគាត់ភ័យទៅវត្តគាត់រត់ទៅវត្តទាំងយប់ដោយសារតែខ្មោចឡងសាហាវពេកគាត់ទៅនៅវត្ត2 3ថ្ងៃហើយ
ខាងអ្នកភូមិហ្នឹងក៏នាំគ្នាធ្វើបន់ណាយើងទិញអីសែនហៅលោកមកសូត្រមន្តនៅចិត្តផ្ទះគាត់ហ្នឹងដើម្បីឲ្យគាត់នេះទៅកុំឲ្យគាត់លងប៉ុន្តែរឿងហ្នឹងវាអត់ចប់មិនបានថាអត់ចប់ទេថ្ងៃណាក៏ដោយឲ្យតែនៅចិត្តម្ដុំផ្ទះគាត់យប់ឡងគឺច្រៀងបំពងហ្មងគាត់ច្រៀងបំពេកូននៅពេញផ្ទះរបស់គាត់ហ្មងបានថាអ្នកចិត្តផ្ទះហ្នឹងនៅអត់បានគឺនៅអត់បានហ្មងដាក់លងដូចអត់បានភ័យអ្នកភូមិមួយអ្នកខ្លះកូនចៅខ្លះនាំគ្នារត់ចេញពីភូមិអស់មួយចំនួនធំអ្នកខ្លះក៏សម្រេចចិត្តចូលទៅធ្វើការថៃអត់មកអញ្ចឹងណាហើយរឿងហ្នឹងវាឡងហើយឡងទៀតស្រាប់តែពេលឡងបានប្រហែលជា 3-4 ខែបងថ្លៃខ្ញុំគាត់មកផ្ទះគាត់មកមើលផ្ទះអញ្ចឹងណាគាត់មកមើលផ្ទះហើយមកដល់ផ្ទះគេប្រាប់ថាប្រពន្ធឡងប្រពន្ធអីអញ្ចឹងទៅក៏កាលហ្នឹងដូចជាធ្វើកម្មវិធីអីមួយខ្ញុំភ្លេចដែរហើយកាលហ្នឹងដូចជាធ្វើកម្មវិធីឧបកិច្ចលក្ខណៈថាឲ្យធ្វើហ្នឹងបានន័យថាយកកណាត់ហ្នឹងធ្វើដូចជារូបរាងគាត់ពូធំហើយមកសូត្រមុនណាយកមកសូត្រមុនសូត្រអីហើយធ្វើវះហើយយកកតុកកតានៅក្នុងអាកណាត់ដែលយើងកប់ហ្នឹងថាយកកូនចេញកុំឲ្យគាត់លងឲ្យទៀតអញ្ចឹងណាតែអត់នៅតែឡងពីព្រោះគាត់ឡងទាំងថ្ងៃហ្មងអ្នកខ្លះលឺសំឡេងគាត់យំពេញជាទាំងចាលោកអីក៏អត់លឺទេប៉ុន្តែអ្នកចិត្តហ្នឹងគេលឺគេភ័យអ្នកខ្លះរត់ទៅផ្ទះអស់ដល់សល់តែចាស់ហើយនឹងបងរ៉ាបងអីហើយនឹងខាងម្ដាយមីងខ្ញុំបងប្អូននៅមួយចំនួនឲ្យធុកយំផងអីផងកុំឲ្យគាត់ឆាប់ទៅចាប់ជាតិចាប់អីចឹងណាបាទហើយរឿងហ្នឹងវាដូចជាកើតឡើងហើយឡងអ្នកភូមិក៏លែងហ៊ានផ្ទះនឹងក៏អត់មានអ្នកដើរកាត់គេសុកចិត្តដើរវៀងទៅដុះទឹកដុះអីអញ្ចឹងវារឿងហ្នឹងវាគួរឲ្យខ្លាចមែនតើហើយការនោះមានខាងអ្នកភូមិម្នាក់គាត់ធ្លាប់គាត់ចេះគ្រូចេះអីអញ្ចឹងណាគាត់ដូចជាការនឹងគ្រូហ្នឹងគាត់ប្រកែដែរគាត់មកសូត្រមន្តសូត្រអីដាក់យន់ដាក់អីបិទនៅមុខផ្ទះមុខអីហ្នឹងអញ្ចឹងទៅស្រាប់រៀងស្ងាត់ចាប់ពីពេលហ្នឹងមករៀងស្ងាត់ហើយដោយសារតែបងរាខ្ញុំនោះគាត់បងថ្លៃខ្ញុំគាត់ស្រឡាញ់បងស្រីណាអញ្ចឹងអត់អស់ទេនិយមនៅនឹងចង់ឃើញប្រពន្ធតែប្រពន្ធអត់ដែរឲ្យឃើញសោះឡងតែអ្នកភូមិឯងប្តីមកអត់ដែរឡងទេប្តីមកអត់ឡងទេហើយបងរាក៏អត់ទៅណាទេគាត់នៅតែផ្ទះហ្នឹងការពេលដែលគាត់នៅផ្ទះហ្នឹងគឺអត់មានសកម្មភាពគាត់ឡងណាទេបងស្រីខ្ញុំណាអត់មានឡងគាត់នៅផ្ទះហ្នឹងបានប្រហែលជាមួយខែ2ខែរៀងស្ងប់ធ្វើបន់ធ្វើទៀនអីផងអញ្ចឹងណាហើយឡងបានជា3-4-5 ខែក្រោយមកក៏ស្ងប់តែនៅផ្លូវផ្ទះហ្នឹងគឺអត់មានអ្នកណាហ៊ានដើរកាត់ទេហើយម្លងបាន 2-3 ឆ្នាំបានគេហ៊ានដើរកាត់ផ្ទះហ្នឹងស្ងប់ហើយរឿងហ្នឹងដែរវាជារឿងពិតដែលពិបាកទទួលយកខ្លាំងមែនតើចំពោះក្រុមគ្រួសារបងជីដូនមួយហើយនឹងបងថ្លៃរបស់ខ្ញុំហ្នឹងព្រោះលឿនពេកហើយណាមួយបងជីដូនមួយរបស់ខ្ញុំកាលហ្នឹងអាយុទើបតែ19ឆ្នាំទេទើបតែមានគ្រួសារហើយទើបតែមានកូនហើយនិយាយទៅវាជីវិតលំបាកដែរអញ្ចឹងណានៅក្នុងគ្រួសារយត់ទៅវាពិបាកហើយរឿងហ្នឹងវាកើតឡើងមកយើងមិននឹកស្មានដល់ហើយរឿងហ្នឹងក៏ស្ងាត់ទៅបាទក៏ចប់ទៅព្រោះប្រហែលជាមួយឆ្នាំរឿងហ្នឹងស្ងាត់បានប្រហែលជាមួយឆ្នាំអញ្ចឹងសម្រាប់ថ្ងៃនេះដែរគឺខ្ញុំមានតែរឿងមួយរឿងនេះទេតែយើងមានរឿងនៅក្នុងភូមិដដែលប៉ុន្តែជាមិត្តភក្តិខ្ញុំអានឹងខ្ញុំទុកជាអេពីសូតក្រោយទុកឲ្យអ្នកទាំងអស់គ្នាស្ដាប់តែសូមរឿងនេះបញ្ចប់ទាំងនោះទៅព្រោះដោយសារអី channel បបក្រហមវាជា channel ថ្មីអញ្ចឹងខ្ញុំអត់ហ៊ានធ្វើវែងពេកទេអញ្ចឹងធ្វើល្មមទៅដើម្បីបានសាច់រឿងផុសរាល់ថ្ងៃអញ្ចឹងណាហើយសូមអរគុណប្រិមិត្តដែលបានស្ដាប់មកកាន់ channel បបក្រហមបាទអរគុណ